កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសកតុកយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតក្រោមការឃុំក្រងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើឲ្យអង្គភាពកាកបាទក្រហមអន្តរជាតិ LCRC បន្តតាមដានសកតុករបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងលោកជីលខាបានីអនុប្រធានអង្គភាពកាកបាទក្រហមអន្តរជាតិ LCRC គណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងហ្សឺណែវឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពខ្មែរទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំក្រងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសកតុកដល់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគេអាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពការឆ្លើយតបលោកជេលខាបានីបានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិបានបន្តតាមដានសកតុករបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះសមាជិកនៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃ